Cho một căn rồng mang tí pi này vì nhà xa tí pi miền bầy sầm núa có rột đầm lại này cần sòng ế tại miền cần sòng một phần này đầm bầy thưa lùm hạt ní dừng trơ lược ong tiếng pi chia cà rế trên dừng bàn e cà rế smá nơi pe để dừng lược chia cà rế rư mùi ní trơ bàn ó nút nơi so trầm tại pi bột rư một phần ní tờ cứ pi bột ở rư pi bột ở rư này pi hay bột bột to tiệt bàn bài năng hái e cà rế dương tục đột đáy mà pi bột mặt đông bột pan ní bà xin dương bình nịch mới việc đấu cho nâng cần sau e nú dương trình nụ viết đòi e hơi dương rồi việc mà ông khẳng chuối những bàn e cà rế đỏ e đỏ pi mà sồn dương bóng bài chia phò con cật tá bàn e bột muối kata e đỏ bí mà sồn đầu xa tại Paul con vì mà sồn nút những ai tiên kata ni mùi mà sồn bàn cứ e bột mùi mà sồn nô mồi e mà đỏ mùi nâng e đỏ bí mà sồn nô mồi e mà bí rồi lấy nơi bây để dừng được quy chia cà rễបែបនេះនោះតម្លៃ A ត្រូវយកតម្លៃវិជ្ជមានអញ្ចឹងតម្លៃដែលតូចជាង0យើងអត់យកទេគឺយើងយកតម្លៃតែធំជាង0អញ្ចឹងតម្លៃ A ដែលរកឃើញនោះដែលយើងត្រូវយកគឺ A ស្មើនឹង2ដូច្នេះកន្សោម A ដែលយើងរកឃើញគឺស្មើ2ខគណនាតម្លៃនៃ x បូកឲ្យ1នៅលើ x ប្រសិនបើយើងស្គាល់នៅ x ដក1លើ x ស្មើនឹង2យើងតម្រូវភាគបែងរួមដោយភាគបែងវាជាអញ្ញត្តិចឹងយើងត្រូវដាក់លក្ខខណ្ឌដើម្បីឲ្យសមីការមួយនឹងមានន័យលុះត្រាតែ x នឹងគឺខុសពី0ហើយយើងតម្រូវភាគបែងរួមបាន x ការ៉េដក1ស្មើ 2x យើងរុញ 2x មកខាងឆ្វេងយើងបាន x ការ៉េដក 2x ដក1ស្មើ0យើងប្រើ data ដើម្បីដោះស្រាយគឺ b ការ៉េដក 4ac ដែល a គឺជាមេគុណរបស់ x ការ៉េ b មេគុណរបស់ x និង c គឺជាចំនួនពិតនេះដោយ b គឺដក2យើងយកមកលើកជាការ៉េដក 4a 1 c ដក1ដក2លើកជាការ៉េបាន4ដកគុណនឹងដកនេះបានបូក4គុណនឹង1បាន4 4បូក4បាន8យើងរកឫស data ស្មើនឹងឫសនៃ8បញ្ចេញបាន2ឬ2 x1 វាត្រូវស្មើដក b ដកឫស data នៅលើ 2a ស្មើដក b ដកប៉ះដកបានបូកគឺ2ដកឫស data គឺ2ឬ2នៅលើ a1 គុណឲ្យ2គឺ2យើងសម្រួល2ចោលនៅសល់1ដកឬ2 x ទី2ស្មើទៅនឹងដក b បូកឬ data នៅលើ 2a បាន2បូក2ឬ2នៅលើ2សម្រួល2ចោលនៅសល់1បូកឲ្យឬ2បានប៉ុណ្ណឹងហើយបានយើងមករកអ្វីដែលយើងចង់បានគឺចំពោះតម្លៃ x ស្មើនឹង1ដកឬ2នោះយើងមករក x បូក1នៅលើ x វាត្រូវស្មើ1ដកឬ2បូកឲ្យ1នៅលើ1ដកឬ2ស្មើ1ដកឬ2បូកយើងត្រូវបំបត្តិ radical ពីភាគបែងដោយគុណនឹងកន្សោមឆ្លាស់របស់វាគឺ1បូកឲ្យឬ2កាលណាយើងថែមភាគបែងប៉ុណ្ណឹងយើងថែមភាគយកនឹងប៉ុណ្ណឹងដែរបន្ទាប់មកវាស្មើនឹង1ដកឬ2បូក1ពលាតចូលវានៅដដែលគឺ1បូកឬ2ភាគបែងកាលណាយើងគុណកន្សោមឆ្លាស់ហើយវានឹងចូលរូបមន្ត a គឺ1ហើយ b គឺឬ2អញ្ចឹងយើងបាន1ការ៉េដកឬ2លើកជាការ៉េ1ការ៉េស្មើ1ដកឬ2លើកជាការ៉េបាន2 1ដក2សល់ដក1នោះភាគបែងបានដក1យើងគុណសញ្ញាដកឡើងមកកណ្ដាលនេះវាទៅជា1ដកឬ2ដក1
បូកឬ2នៅលើ1ហើយយើងលុបភាគបែងចោលនិងគុណពលាតដកនេះចូលអញ្ចឹងយើងបានចំណោយចុងក្រោយគឺ1ដកឬ2ដក1ដកឬ2បូក1ដក1 0នៅសល់ដក2ឬ2ករណីមួយទៀតគឺចំពោះ x ស្មើទៅនឹង1បូកឲ្យឬ2ដល់យើងប្រើប្រាស់តាមលំនាំខាងលើនោះយើងនឹងឃើញថា x បូកឲ្យ1នៅលើ x វាស្មើនឹង2ឬ2ដូចនេះចម្លើយចុងក្រោយដែលយើងទទួលបាននៃការគណនា x បូកឲ្យ1នៅលើ x មានចម្លើយ2គឺបូកដក2ឬ2ចូលមកដល់ខ្ទង់គោលគឺសម្រួលនៅកន្សោម b ដែលកន្សោម b វាស្មើទៅនឹងកុស180ដឺក្រេដកអាល់ហ្វាបូកឲ្យកុស90ដឺក្រេដកអាល់ហ្វាយើងប្រើប្រាស់នៅរូបមន្តកុស180ដកអាល់ហ្វាវាត្រូវស្មើទៅនឹងដកកុសអាល់ហ្វារីឯកុស90ដកអាល់ហ្វាវាស្មើនឹងស៊ីនអាល់ហ្វាដូចនេះកន្សោម b គឺស្មើទៅនឹងដកកុសអាល់ហ្វាបូកឲ្យស៊ីនអាល់ហ្វា